មួយរយៈដែលសង្គ្រាមកើតឡើងរវាងខ្មែរហើយនិងជនជាតិសៀមឈ្លានពានទឹកដីយើងនេះទើបខ្ញុំដឹងថាបងប្អូនខ្មែរយើងគឺស្រឡាញ់គ្នាណាស់ហើយខ្មែរជួយខ្មែររួបរวมខ្មែររួមកម្លាំងគ្នាខ្មែររួមចិត្តរួមកាយតែមួយខ្មែរជួយគ្នាណាស់មិនថាអ្នកមានមិនថាអ្នកក្រទេគឺថាពេលដែលខ្ញុំធ្វើមូលនិធិទើបខ្ញុំបានដឹងថាអូគិតទៅខ្មែរយើងជួយគ្នាស្រស់ដៃស្រស់ជើងល្អណាស់អ្នកមានក៏ដោយអ្នកក្រក៏ដោយគឺជួយគ្នាតាមលទ្ធភាពឥឡូវនេះគឺថាដល់រដូវកាលតែប្រមូលផលស្រូវហើយផ្ទះខ្ញុំគឺថាមួយឆ្នាំបានប្រហែលជា7 8 ដោនដែររាល់ដងមកខ្ញុំគឺទុកលក់តែឆ្នាំនេះគឺខ្ញុំអត់លក់ទេបងប្អូនគឺខ្ញុំចាប់ដើមហាលស្ងួតដើម្បីកុំឲ្យអង្គយើងបាក់អញ្ចឹងណាឲ្យអង្គល្អអញ្ចឹងទៅហ្នឹងហើយយើងមួយរយៈនេះគឺថាខ្ញុំធ្វើមូលនិធិបានច្រើនជើងច្រើនឡានណាបងប្អូនបានប្រហែលជា10 20ឡានដែរទៅតាមបងប្អូនយើងភាសឹកក៏ដូចជាទៅតាមបងវរៈកងទ័ពតាមដែលនៅឈរជើងតាមបន្ទាប់ព្រំដែនរវាងកម្ពុជាហើយនិងថៃឥឡូវនេះគឺថាថ្ងៃនេះថ្ងៃខួបកំណើតយីវ៉ាន់ខ្ញុំហ្នឹងគាត់ថាស្រូវដែលធ្វើបានទាំងប្រហែលហ្នឹងគឺអត់ឲ្យលក់ទេគាត់ទុកចែកទានអញ្ចឹងណាឥឡូវហ្នឹងកាត់តើគាត់បានទិញម៉ាស៊ីនខ្លួនឯងហ្នឹងយកឲ្យបងប្អូនយើងអ្នកភូមិអ្នកស្រុកហ្នឹងមកជួយកិនមកជួយហាលមកជួយរួយហ្នឹងទៅឲ្យជួយវិចខ្ចប់ដើម្បីទុកចែកជូនដល់បងប្អូនយើងអ្នកខ្វះខាតហើយបើនិយាយពីចៅដែនខ្ញុំនេះបងប្អូនទើបតែបានមកខួបជាងនេះប៉ុន្តែឲ្យតែឃើញឪពុកម្ដាយយាយតាធ្វើអីហ្នឹងគឺថាអូគេមកមើលមកសង្កេតមករៀនសូត្រអញ្ចឹងណាបងប្អូនហើយកាលណាយើងធ្វើទាំងធ្វើល្អមានកូនចៅក្មួយអីមកមើលអញ្ចឹងទៅគឺថាហាក់បីដូចជាបង្រៀនពួកគាត់ឲ្យចេះធ្វើបុណ្យធ្វើទានឲ្យចេះស្គាល់អត់ស្គាល់ឃ្លានឲ្យគាត់ដឹងពីភាពលំបាកគឺដែលយើងអត់ឲ្យមានទ្រព្យធនចែករំលែកអញ្ចឹងយើងសប្បាយចិត្តណាស់ត្រូវបានកើបហើយត្រូវក្នុងស្រែកាត់ចង់ឲ្យនៅតែ4ថ្ងៃឥឡូវឡើងកើបត្រង់ទៀតអានេះត្រូវចាស់ណាស់ទៅនិយាយទៅបើសិនជានិយាយពីស្រូវខ្ញុំវិញគឺតែមួយឆ្នាំហូបអត់អស់ហើយបងប្អូននឹងថ្ងៃនេះពីឆ្នាំទៅសល់ប្រហែលជា4 5 តោនទៀតឥឡូវគាត់កំពុងតែកើបទៀតហើយកាន់ចែកជូនដល់បងប្អូនយើងឥឡូវគាត់ថាបងប្អូនយើងបន្ទាប់ពីដឹងថាខ្ញុំមានការចែកទានឬក៏កាន់អង្គកាន់អីចែកជូនដល់ពួកគាត់អញ្ចឹងទៅគាត់ថាមានអ្នកមកបដាអើយហើយតែខែហ្នឹងដាច់ពេលហើយចាអត់ដឹងមានចូលណាដាប់បុកស៊ីនេះមិនមែនភាសឹកទេណាណាមិនមែនភាសឹកទេភាដាច់ទេបងប្អូនភាសឹកដាច់ពេលនេះអត់ភាហងដាច់ដែរអានេះអត់ពេលអត់ភាផងដាច់ដែរភាផងដាច់ទេលោកកូនអើយតែជូនអ្នកមកថងអ្នកមកថងជូនអ្នកជូនផលជូនបន់ជូនកសលដល់កូនក៏មកកូនរកទទួលទានមានបានពាក្យជូនទុកបាយក្នុងដំណើរអាយុវែងណាអូនណាអូនណាអូនរកជីតែមានបានទៅទីដាកន្លែងណាចេះទុកបានក្រុមមិនស្អីនេះចាញ់រហូតតែវែងអូនអើយលោកអូនអរគុណហើយជូនគុណហើយសាធុតាមអីដល់លក់ទៅដល់លហៅចូលយកអង្គណោះហើយបុណ្យកុសលដែលក្រុមគ្រួសារខ្ញុំបានធ្វើទាំងបានសូមចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់ឲ្យជួបប្រទះតែក្តីសុខដែលចម្រើនរកស៊ីមានសុខភាពល្អសំណាងល្អជោគជ័យគ្រប់ភារកិច្ចការងារជូនពរដល់បងវរៈកងទ័ពដែលឈរជើងការពារទឹកដីសូមឲ្យជួបប្រទះតែក្តីសុខដែលចម្រើនឈ្នះអស់មានសត្រូវគ្រប់ទិសគ្រប់ទីសូមឲ្យប្រទេសជាតិរបស់យើងមានសុខសន្តិភាពតទៅទៀតបាទសូមអរគុណបងប្អូនអរគ្នាបានជួយ like ជួយ share ជួយ comment ពាក្យល្អៗជាមួយនឹង page របស់ខ្ញុំ